បាទជំរាបសួរក៏ដូចជាសួស្តីទៅកាន់បងប្អូនទាំងអស់គ្នានៅក្នុងវីដេអូមួយនេះខ្ញុំនឹងមកបង្ហាញបងប្អូនទាំងអស់គ្នាពីរបៀបនៃការភ្ជាប់អាសយដ្ឋានឃ្លាំងដឹកទំនិញ Loda នៅប្រទេសវៀតណាមចូលទៅក្នុង app Lazada សម្រាប់បងប្អូនដែលទិញពីខាង Lazada ថៃចង់បញ្ចូលអាសយដ្ឋានឃ្លាំង Loda បងប្អូនអាចចូលទៅមើលវីដេអូខាងលើនឹងមួយគឺខ្ញុំផុសមុនហ្នឹងហើយបន្តមកទៀតគឺនេះខ្ញុំធ្វើពីការភ្ជាប់អាសយដ្ឋាន Loda ចូលទៅក្នុង app ខាង Lazada វៀតណាមវិញម្ដងអញ្ចឹងសម្រាប់ការទិញពីប្រទេសវៀតណាមដោយបងប្អូនដែលធ្លាប់ប្រើសេវាកម្មក្រុមហ៊ុនដឹកជញ្ជូនផ្សេងខ្លះគឺគេមានតែនៅត្រឹមភ្នំពេញទេតែសម្រាប់បងប្អូននៅតាមខេត្តលុះត្រាតែបងប្អូនតាក់ទងខាងក្រុមហ៊ុនដឹកជញ្ជូនឲ្យគេផ្ញើតទៅទៀតឲ្យបងប្អូនទៅតាមខេត្តប៉ុន្តែតម្លៃបើសិនជាបងប្អូនដែលនៅតាមខេត្តហ្នឹងមានសាខាដឹកជញ្ជូន Loda ដែលនៅក្បែរបងប្អូនអាចភ្ជាប់អាសយដ្ឋានឃ្លាំងដឹកជញ្ជូន Loda ទៅវាងាយស្រួលហើយក៏វាចំណេញថ្លៃដឹកដល់យើងផងដែរអញ្ចឹងអតិថិជនរបស់ Loda គឺមានភាពងាយស្រួលខ្លាំងអញ្ចឹងកុំឲ្យខាតពេលយូរខ្ញុំនឹងចូលទៅបង្ហាញបងប្អូនទាំងអស់គ្នាតែម្ដងជាដំបូងបងប្អូនចុចបើក app Loda មួយសិនដើម្បីយើងចូលទៅ copy អាសយដ្ឋានខាងវៀតណាមបាទបន្តមកទៀតបងប្អូនចុចពាក្យថាដឹកជញ្ជូនអន្តរជាតិរូបផែនដីនិងយន្តហោះហ្នឹងហើយបងប្អូនចូលទៅពាក្យថាការដឹកជញ្ជូននិងទីតាំងឃ្លាំងអញ្ចឹងសម្រាប់អាសយដ្ឋានឃ្លាំងគឺវាមាន3បាទមានចិនមានថៃមានវៀតណាមអញ្ចឹងយើងចូលទៅខាងក្រោមចុចកន្លែងអក្សរពណ៌ក្រហមខាងក្រោមបន្តមកទៀតបងប្អូនចូលទៅ copy ចម្លងវាទាំងអស់បាទរួចបងប្អូនយកវាទៅផាសនៅក្នុងកម្មវិធី Note បាទឬមួយក៏ឈ្មោះថា Keep Note សម្រាប់បងប្អូនដែលប្រើ Android អញ្ចឹងបងប្អូនចុចបើកកម្មវិធី Note បងប្អូនហើយបងប្អូនផាសវាចូលទៅបាទអញ្ចឹងបងប្អូនផាសវាចូលមកបាទបន្ទាប់ពីផាសរួចបងប្អូនចូលទៅ copy អាសយដ្ឋានជួរខាងលើបាទបងប្អូនយកទៅត្រឹមភាសាអង់គ្លេសទីទៅបាទ copy វាប៉ុណ្ណឹងរួចបងប្អូនចូលទៅបើក app Lazada របស់យើងបាទចូលទៅបើក app Lazada ហើយបងប្អូនចូលទៅពាក្យថា account នៅខាងក្រោមខាងស្ដាំដៃបាទរួចបងប្អូនចូលទៅកន្លែងពាក្យ setting នៅខាងលើខាងស្ដាំដៃវិញតមកបងប្អូនមើលនៅកន្លែងចំណុចនេះគឺបងប្អូនមើលថាវាជាទង់ជាតិប្រទេសវៀតណាមបាទ country គឺវៀតណាមអញ្ចឹងកន្លែងនេះសម្រាប់បងប្អូនខ្លះកម្មវិធីរបស់ពួកគាត់គឺនៅជាប់ភាសាវៀតណាមនៅលើហ្នឹងបាទបានន័យថាកន្លែងfunction កន្លែង to pay to ship to receive អីនេះគឺវាមានអក្សរវៀតណាមអញ្ចឹងគាត់ចង់បដូរភាសាទៅជាភាសាអង់គ្លេសវិញគឺគ្រាន់តែចូលទៅកន្លែង setting នឹងដូចគ្នាហើយបងប្អូនចុចទៅអក្សរខាងក្រោមរូបទង់ជាតិវៀតណាមបាទគឺមួយនេះបាទអញ្ចឹងបងប្អូនចុចលើនឹងទៅហើយអូខេទៅគឺវានឹងបដូរមកភាសាអង់គ្លេសរបស់ខ្ញុំអញ្ចឹងបន្តមកទៀតបងប្អូនចូលទៅដាក់អាសយដ្ឋានបងប្អូនចូលទៅ address book បាទចំណុចទី3រួចបងប្អូនចុចពាក្យថា add address បន្ទាប់ពី add address ហើយបងប្អូនផាសនៅអាសយដ្ឋានដែលយើងបាន copy ជួរខាងលើមិញកន្លែង name បងប្អូន copy យកមកផាសកន្លែងនេះរួចបងប្អូនចូលទៅ copy កន្លែងលេខទូរស័ព្ទនៅកន្លែងនេះបាទបងប្អូនcopy ត្រឹមហ្នឹងមកបាទបងប្អូន copy ត្រឹមតែលេខ91នេះទៅបានហើយបាទបងប្អូនយកវាមកផាសនៅក្នុងហ្នឹងមកអញ្ចឹងបងប្អូនមើលនៅកន្លែងខាងមុខនេះគឺបូក84បងប្អូនមើលផងព្រោះនេះជាក្បាលកូដរបស់ប្រទេសវៀតណាមអញ្ចឹងអានេះលេខនេះគឺជាលេខឃ្លាំងLoda នៅប្រទេសវៀតណាមមិនមែនដាក់លេខយើងទេណាកន្លែងនេះបាទបន្តមកទៀតបងប្អូនចុចនៅចំណុចខាងក្រោមនេះបាទ city ឬក៏ district នេះបងប្អូនចុចលើនឹងមួយរួចបងប្អូនរើសយកពាក្យខាងលើគេគឺ Ho Chi Minh បន្តមកទៀតបងប្អូនអូសចុះខាងក្រោមបាទបងប្អូនយកពាក្យមួយនេះបាទនៅក្រោមបន្ទាប់ពីលេខ12បាទយកពាក្យនឹងមួយរួចបងប្អូនយកពាក្យនេះបាទយកពាក្យមួយនេះបាទបន្ទាប់ពីរើសវារួចបងប្អូនចូលទៅ copy អាសយដ្ឋានចេញពី Loda របស់យើងបាទអាសយដ្ឋាន Loda នៅត្រង់ចំណុចវងកញ្ចក់នេះរហូតមកដល់ចប់អញ្ចឹងបងប្អូនចុចពាក្យ copy មកបាទរួចបងប្អូនយកមកផាសនៅចំណុច street building អញ្ចឹងនៅចំណុចកន្លែងនេះគឺបងប្អូនចំណាំមើលផងកន្លែងចំណុចខាងដើមគឺលេខ KH កន្លែងនេះគឺជាលេខ KH account Loda របស់ខ្ញុំអញ្ចឹងសម្រាប់ account Loda របស់បងប្អូនមានលេខផ្សេងគ្នាអញ្ចឹងវាដូចគ្នាទេនៅចំណុចកន្លែងហ្នឹងណាបាទបន្តមកទៀតគឺបងប្អូនយកកន្លែងពាក្យថា office នៅកន្លែងនេះបាទរួចបងប្អូនចុចពាក្យថា on នៅខាងឆ្វេងដៃនេះបាទរួចបងប្អូនចុចពាក្យថា save
បាទយើងចុច save ទៅឃើញអញ្ចឹងប៉ុណ្ណឹងរួចរាល់ហើយនេះសម្រាប់ការបំពេញអាសយដ្ឋានឃ្លាំង loader ចូលទៅក្នុង app Lazada អញ្ចឹងសម្រាប់បងប្អូនដែលចេះទិញតាម Lazada ហើយធ្លាប់ប្រើការដឹកជញ្ជូនរបស់ loader ទៀតខ្ញុំគិតថាអត់ពិបាកទេអានឹងដំណើរការវាមិនខុសពីការទិញពីចិនទេនៅពេលដែលយើងទិញរួចគេដឹកជញ្ជូនឲ្យយើងនៅពេលដែលទំនិញអត់ទាន់ទៅដល់ឃ្លាំង loader នៅវៀតណាមបងប្អូនអាច copy tracking number វាយកទៅចុះឈ្មោះកញ្ចប់នៅក្នុង app loader ដើម្បីសម្គាល់ជាកញ្ចប់ទំនិញរបស់យើងអញ្ចឹងរបៀបតាមដានទំនិញអីគឺដូចគ្នានៅក្នុង loader របៀបតាមដានមិនខុសពីការទិញទំនិញពីចិនទេអញ្ចឹងបងប្អូនដែលធ្លាប់ប្រើ loader គឺមានភាពងាយស្រួលកន្លែងហ្នឹងហើយអ្វីដែលពិសេសហ្នឹងគឺខាង loader គឺគាត់មាន promotion ចាប់ពីថ្ងៃទី15ខែ5នេះរហូតដល់ថ្ងៃទី31ខែ5 2025ហ្នឹងគឺមានការ free ដឹកជញ្ជូនតែម្ដងសម្រាប់ទំនិញក្រោម50គីឡូអាហ្នឹងគឺបងប្អូនអាចចូលទៅមើលនៅក្នុង page Loader Asia Express ទៅហ្នឹងគឺឃើញព័ត៌មានហ្នឹងហើយសម្រាប់បងប្អូនដែលមានចម្ងល់ផ្សេងអាច comment សួរនៅខាងក្រោមវីដេអូឬមួយក៏បងប្អូនអាច join ជាក្រុម Telegram ដើម្បីសួរសំណួរកាន់តែច្បាស់ដែល link ក្រុម Telegram ខ្ញុំទម្លាក់នៅខាងក្រោម description នៃវីដេអូហ្នឹងហើយសម្រាប់ការ join ក្រុមគឺខ្ញុំឆាចម្នាក់តែ$1ទេដើម្បីចូលទៅក្នុងក្រុមហ្នឹងបងប្អូនមានសំណួរអាចសួរក្នុងហ្នឹងបានខ្ញុំដោះស្រាយជូនដោយផ្ទាល់ដោយឡែកសម្រាប់បងប្អូនដែលចង់ចេះទិញឲ្យកាន់តែច្បាស់អាចទិញជាកញ្ចប់មេរៀនក៏បានដែរសម្រាប់កញ្ចប់មេរៀនមួយចេះ$10ខ្ញុំមានវីដេអូមេរៀនលម្អិតតាំងពីដើមដល់ចប់នៅពេលដែលបងប្អូនធ្វើទៅជួបបញ្ហាកន្លែងណាខ្ញុំជួយដោះស្រាយបងប្អូនរហូតដល់បងប្អូនចេះទិញតែម្ដងអញ្ចឹងវីដេអូមួយនេះគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ